បងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកវិធីធ្វើទឹកខៀវបាទហើយទឹកខៀវនេះគឺយើងធ្វើដើម្បីចិញ្ចឹមចៃទឹកក្រហមបាទចឹងរបៀបធ្វើទឹកខៀវគឺมันពិបាកទេបាទมันពិបាកទេស៊ីសងលើបងប្អូនបាទសាកធ្វើឬក៏មិនសាកធ្វើចឹងរបៀបធ្វើទឹកខៀវអត់មានអីច្រើនទេបាទខ្ញុំប្រើប្រភេទរូបមន្តដែលស្រួលបំផុតសម្រាប់បងប្អូនធ្វើបងប្អូនដាក់ទឹកឲ្យពេញកធុនយ៉ាងមកបាទដាក់ទឹកពេញកធុនទៅឬក៏ឡាំងស្នាបងប្អូនដាក់ទឹកឲ្យពេញទៅបន្តមកទៀតបងប្អូនទិញចំណីមាន់យកអាក្របល្អិតជាងគេបងប្អូនយកមកបាចចូលបើសិនជាទឹកមកធុងស្ពេត្រូអាហ្នឹងបងប្អូនបាច2ក្តាប់ទៅបាទទឹកមកធុងស្ពេត្រូបងប្អូនបាច2ក្តាប់ទៅចំណីមាន់ណាបន្ទាប់ពីបងប្អូនបាចឲ្យបងប្អូនកោវាឲ្យទុកចោលទៅមួយថ្ងៃយើងកោ2ដងបងប្អូនទាំងអស់គ្នាបាទចឹងយើងធ្វើទឹកខៀវនេះទី1គឺយើងបានជាប្រភេទតកៅវាមានតកៅទឹកតកៅសតកៅខ្មៅអីហ្នឹងបាទត្រីបើយើងស៊ីបាទនេះទឹកឡើងខៀវហ្នឹងបងប្អូននេះចឹងមួយទៀតយើងដាក់មេពូចៃទឹកចូលទៅវាកើតបាទវាកើតទៅពេលវាកើតច្រើនទៅយើងអាចដងឲ្យត្រីយើងស៊ីបានណាហើយវិធីនេះគឺងាយស្រួលបំផុតហើយបងប្អូនអានេះខ្ញុំដាក់មេពូថ្ងៃមុនណាបងប្អូននេះឡើងនេះបងប្អូនអាចឃើញនេះចាំមើលខ្ញុំស៊ូមឲ្យបងប្អូនមើលយ៉ាងច្បាស់បន្តិចបាទនេះសាច់ចាយនេះមេចាយនេះបាទអញ្ចឹងចៃទឹកក្រហមហ្នឹងគឺវាស៊ីទឹកខៀវបងប្អូនបាទបាទចៃទឹកក្រហមហ្នឹងវាស៊ីទឹកខៀវកន្លែងនេះខ្ញុំដាក់មេពូជដែរនេះដាក់មេពូជថ្ងៃមុនដែរតែក្នុងហ្នឹងមានមួយល្មមទេហើយបញ្ជាក់ត្រង់ចំណុចនេះមួយបងប្អូនណាកាលណាយើងដាក់មេពូជទៅនៅក្នុងហ្នឹងវាមានតកៅទឹកកាលណាវាមានតកៅទឹកគឺតកៅទឹកហ្នឹងហើយវាស៊ីមេពូជរបស់យើងតែបងប្អូនបាច់ឆ្ងល់ទេថាដាក់ទៅមិនបានវាអត់ឃើញមេពូជវាងាប់វាអីអញ្ចឹងណាតាមពិតនេះតកៅទឹកហ្នឹងវាស៊ីបាទនេះមួយទៀតដែរនេះមួយកន្លែងទៀតដែរនេះបាទអីបាទនេះមេពូជដូចគ្នានេះនេះចាប់ដើមកើតបាទចឹងកន្លែងនេះវាខៀវបាទវាខៀវហើយក៏ខ្ញុំដាក់មេពូជខ្លះហើយដែរបាទដាក់មេពូជខ្លះហើយដែរបាទនេះតកៅទឹកបាទអ្នកនរគ្នានេះតកៅទឹកបាទតកៅទឹកដងឲ្យត្រីស៊ីបាទយកមិញដងឲ្យត្រីស៊ីមួយសាហើយនៅក្នុងហ្នឹងក៏មានចៃទឹកដែរនេះបងប្អូនអាចឃើញនៅក្នុងហ្នឹងក៏មានចៃទឹកដែរចឹងរបៀបធ្វើទឹកខៀវបាទអត់មានអីទេបងប្អូនសង្ខេបឲ្យខ្លីទៅគឺយើងដាក់ទឹកដាក់ចំណីដាក់ទឹកបាទចំណីតែប៉ុណ្្នឹងបាទហើយយើងធ្វើនៅកន្លែងមានពលឺថ្ងៃទេបងប្អូនណាបាទធ្វើនៅកន្លែងមានពលឺថ្ងៃចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយ